បានផ្ញើសេចក្តីសង្ឃឹមដល់អ្នកអង្គគ្រូដើម្បីចែកតាមពួកបងកងទ័ពតាមជួរព្រំដែនតាំងពីព្រៃច័ន្ទរហូតមកដល់ទីនេះបងហើយក្នុងថ្ងៃនេះគឺជាថ្ងៃដែលចែកមួយចុងក្រោយហើយសម្រាប់បងកងទ័ពទាំងអស់គ្នាហើយអត់មានអីវិញឆ្ងាយទេគឺថាបរិខាទាំងអស់នេះជាក្តីសង្ឃឹមមួយផ្ដាំផ្ញើទៅញោមកងទ័ពទាំងអស់គ្នាឈរជើងឲ្យបានមូលនៃការពារឲ្យបានល្អហើយស្បៀងទាំងអស់នេះមិនមានអីច្រើនទេគ្រាន់តែការរួមចំណែកក្នុងស្ដងដើម្បីជួយឧបត្ថម្ភជាកម្លាំងជាមួយនឹងការឈរជើងនៅទីនេះជាចុងក្រោយសូមជូនពរដល់ញោមកងទ័ពទាំងអស់ជួយញោមកងទ័ពខ្ញុំខ្ញុំកងទ័ពដែលកំពុងតែឈរជើងនៅបន្ទាត់ព្រំដែនលើភ្នំដងរ៉ៃជាពិសេសគឺតំបន់អានសេះទីនេះហើយទីនេះគឺជាកន្លែងបន្ទាយទីជួចម្រំអានសេះហៅអានសេះអញ្ចឹងអាត្មាតំណាងចូលរួមជាមួយព្រះអង្គគ្រូខាងស្រុកអង្គរបរិយខេត្តបន្ទាយមានជ័យបានទទួលការសង្គ្រោះពីព្រះអង្គគ្រូអនុគន្ធស្រុកចំខ្សានបាននាំមកបង្ហាញទីតាំងដែលបងកងទ័ពទទួលនៅតេយ្យទាននិងគ្រឿងឧបភោគបរិភោគនិងអង្គហើយស្មាក៏បានចូលរួមនាំបច្ច័យខ្លះហើយគ្រឿងឧបភោគខ្លះនិងពីញាតិញោមនៅសហរដ្ឋក៏មកចែកជូនញាតិញោមទីនេះគឺចុងក្រោយក៏ដែលបានធ្វើដំណើរមក5-6កន្លែងហើយក៏ចឹងហើយជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្ររវាងព្រះសង្ឃនិងបងកងទ័ពដែលនៅជួរមុខសូមឲ្យបានសូមថ្លែងអរគុណទៅម៉ែបងប្អូនទាំងអស់ដែលបានជួយចូលនាំនៅទៅមកដល់កងទ័ពខ្ញុំនៅទីនេះសូមថ្លែងអរគុណនៅសំណានចិត្តរបស់ព្រះស្វាដែលបានពំនាំសម្រាប់ទាំងអស់បានជូនដល់ទីមុខគឺអានតែរបស់ខ្ញុំថ្លែងអរគុណហើយថ្លែងអរគុណទៀតគឺអ្វីថ្លែងទេគឺមានជាថ្លែងអរគុណតែប៉ុណ្្នេះទេបងសូមជើញបងមកខាងមុខនេះមកទេវេសង្សរន្តតេបច្ចៈគងអនាតិសោឋាนังហតាយចសុខាយចពតថកញ្ចាំងវិសោតេនត្វាបរិតន្តាមភេណាមហេ